សួស្តីអ្នកនរបាទស្វាគមន៍មកកាន់សុបសោហ្នឹងហើយអញ្ចឹងគឺយើងជួបគ្នាម្ដងទៀតជាមួយនឹងកម្មវិធីរីត្រីរន្ធត់បាទអញ្ចឹងគឺយើងនេះគឺខ្ញុំនឹងលើកយកគ្លីបវីដេអូ5ដែលថតជាប់ជាមួយនឹងរឿងរ៉ាវពុទ្ធហេតុដ៏ចម្លែកដើម្បីយើងបញ្ចេញជូនទៅកាន់បងប្អូនទស្សនាជាបន្តទៀតបាទអញ្ចឹងគ្លីបវីដេអូទាំង5នេះបាទនឹងមានអ្វីដែលថ្មីសម្រាប់បញ្ចេញជូនទៅកាន់បងប្អូនយើងបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរចង់ថាគ្លីបវីដេអូទាំង5នេះនឹងមានរឿងរ៉ាវហេតុការណ៍គួរឲ្យព្រឺរោងប៉ុណ្ណាទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាតោះ let's go អូខេបាទឥឡូវចាប់ផ្ដើមចូលដល់ clip video top 1 តែម្ដងបាទអញ្ចឹងក្នុង clip video top 1 នេះគឺជា clip video មួយដែលបុរសម្នាក់គាត់បានជិះម៉ូតូបាទតាមផ្លូវអញ្ចឹងណាហើយគាត់ក៏មានកាមេរ៉ានៅក្នុងមួកសុវត្ថិភាពរបស់គាត់អញ្ចឹងទៅបាទហើយនៅពេលគាត់ជិះហ្នឹងគឺគាត់បានឃើញឡានមួយបាទកំពុងតែបើកលបឿនយ៉ាងលឿនហើយបាទខណៈពេលនោះគឺឃើញស្ត្រីម្នាក់គឺកំពុងតែអង្គុយនេះលើដំបូលឡានហ្នឹងតែម្ដងបាទ Oh my god ហើយពេលនោះគាត់ក៏ភ្ញាក់ព្រឹតហើយក៏មិនថាគាត់តែខ្លួនឯងហ្នឹងស្វាំងភ្នែកអញ្ចឹងណាក៏បានទៅដល់ផ្ទះបានគាត់ចាប់ផ្ដើមឆែកមើលកាមេរ៉ាពីដើមមកទៅក៏បានឃើញមែនបាទគឺមិនមែនស្វាំងភ្នែកទេបាទអូខេឥឡូវចាប់ផ្ដើមចូលដល់ clip video top 2បាទអញ្ចឹង clip video top 2 នេះគឺជា clip video ដែលថតនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់បាទគឺអញ្ចឹងសម្រាប់បងប្អូនខ្លះក៏បានធ្លាប់បានទស្សនា clip video នេះហើយបាទខណៈពេលដែលក្រុមអ្នកសម្ដែងរឿងកំពុងតែសម្ដែងក៏ស្រាប់តែបាទមានអមនុស្សចូលរូបហើយចូលនោះគឺចូលតួអង្គខ្មោចទៀតបាទហើយអូឥឡូវយើងទៅមើលសិនបាទអ្នកដែលនេះទៅមកជារៀងអ្នកដែលនេះអ្នកសួរខ្ញុំខុសគឺពេលពួកខ្ញុំសុំតបមកខុសឆ្កោទាំងអស់អត់មានអ្នកគេរំលងធ្វើអីបំពេញទាំងអស់បាទតាមចិត្តណាបាទអញ្ចឹងយើងសាកសម័យមើលបាទយើងបានចូលចំលក្ខណៈអ្នកថតឬមួយក៏operator អញ្ចឹងគឺអត់ជាបញ្ហាព្រោះថាគេបានតបតែងខ្លួនជាខ្មោចអញ្ចឹងណាបងប្អូនហើយដល់ពេលទៅចូលរូបនេះគឺចូលចំតួអង្គសំខាន់គឺជាតួអង្គខ្មោចទៀតបាទអញ្ចឹងម្នាក់គឺចលាចលវល់ពេញយ៉ាងទាំងអស់ទី1គេថតនឹងខ្មោចហើយខ្មោចចូលចំតួអង្គខ្មោចទៀតតើវាពិបាកនឹងបរិយាយបងប្អូនម្នាក់បានត្រឹមតែមកអើតមើលទាំងភាពភ័យខ្លាចណាបាទនៅពេលនោះគឺមានគេនាំគ្នាខំប្រឹងថាបនស្រន់ថាឲ្យចេញទៅវិញទៅអញ្ចឹងណាគេបានសែនអស់ហើយបានសែនសម្លែងបានធ្វើគ្រប់ពិធីអស់ហើយហេតុអីក៏បាទតាមរំខានពួកគាត់ទៀតអញ្ចឹងណាបងប្អូនហើយមានអ្នកខ្លះគាត់វាជាស្រីក៏ពិបាកទទួលយកកិត្តិយសមកអ្នកនរគ្នាកិត្តិយសអញ្ចឹងណាអូខេបាទឥឡូវចាប់ផ្ដើមចូលដល់ clip video top 3បាទអញ្ចឹង clip video នេះគឺជា clip video មួយដែលបាទមានប្រុសមកក្រុមគាត់បានទៅស្ទូចត្រីនៅតាមកន្លែងទៅស្ងាត់អត់សូវមានមនុស្សនៅអត់សូវមានមនុស្សទៅអញ្ចឹងគាត់តែជិះទូកទៅស្ទូចត្រីកន្លែងហ្នឹងឯងហើយពេលថ្ងៃហ្នឹងគឺគាត់ភាសាគាត់បបកត្រីគឺអស់កម្លាំងពេកបានเอาព្រាសម្រាប់មកផ្លែតអញ្ចឹងណាបាទដេកបានមកភ្លឹបហ្នឹងក៏ស្រាប់តែជួបហេតុការណ៍ដ៏ចម្លែកពីដំបូងគាត់គិតថាដែលគាត់កំពុងតែដេកគឺស្រាប់តែទឹកហ្នឹងវាដូចខ្វិតខ្វាយដូចជាមានត្រីធំហែលចឹងមកដែរតែនៅពេលដែលគាត់មកមើលឡើងទៅគឺមិនមែនជាត្រីទេបងគឺដូចខ្មោចទឹកចឹងមក Oh my god គឺទ្រព្យខ្មោចទឹកកំពុងតែផុសចេញក្នុងទឹកដែលធ្វើឲ្យគាត់បាទសឹងតែរត់ចោលគ្នាមកដល់ពេលហ្នឹងអត់ដឹងធ្វើយ៉ាងម៉េចទេហើយពេលគាត់ឃើញហេតុការណ៍ដ៏ចម្លែកមួយហ្នឹងគាត់ក៏បាត់ដាស់គ្នាគាត់ហើយពេលគាត់ដាស់ហើយ
វាក៏លុបចូលទៅក្រោមបាទឥឡូវចាប់ដើមចូល clip video top 4បាទជាង clip video top 4នេះបាទគឺជា clip video មួយដ៏ចម្លែកដែរគាត់ជិះម៉ូតូតាមផ្លូវហើយដូចជាជិះកង់3អញ្ចឹងបងប្អូនជិះតាមផ្លូវក៏ស្រាប់តែឃើញស្ត្រីម្នាក់គឺអង្គុយលើឡានអង្គុយលក្ខណៈបែបចម្លែកចម្រុះបងប្អូនមិនអង្គុយធម្មតាអង្គុយជញ្ជុំចុះមកក្រោមហើយពាក់រ៉ូបសទៀតបាទល្ងាចទេណាចឹងរៀងល្ងាចដែរតើជាមនុស្សរួមមកក៏ជាខ្មោចក៏តែបើតាមយើងមើលជាក់ស្ដែងត្រង់កន្លែងនេះគឺអង្គុយគឺស្រាប់តែបាត់ខ្លួនឈឹងតែម្ដង Oh my god វ៉ាវឥឡូវចាប់ដើមចូលដល់ clip video ចុងក្រោយមក top 5 អញ្ចឹង clip video top 5 នេះគឺជាកាមេរ៉ាសុវត្ថិភាពដែលថតបានសត្វចម្លែកដល់យើងមើលទៅគឺគួរព្រឺរួមខ្លាំងមែនទែនដែរពពែតែកន្លែងដែលគាត់ចំពពែនេះគឺតែងតែបាត់ពពែម្ដងមួយគាត់ដឹងតែសត្វនេះស៊ីទេហើយសូម្បីតែស្លាកស្នាមអីគាត់ដឹងដែរហើយចៃមួយគាត់ក៏បានទិញកាមេរ៉ាយកមកដាក់អញ្ចឹងណាបាទហ្នឹងហើយវេលាម៉ោងប្រហែលជា12យប់ឆ្កែរបស់គាត់នៅក្នុងនោះក៏ផ្អើលសូម្បីតែពពែនោះក៏ផ្អើលរត់ពេញនឹងទាំងអស់ហើយនៅពេលដែលមើលក្នុងកាមេរ៉ាហ្នឹងក៏ស្រាប់តែឃើញសត្វចម្លែកតែយើងមិនទៅគួរព្រឺរោមខ្លាំងមិនទៅជាសត្វអីទេបាទហ្នឹងតែបើតាមការមើលទៅដូចជាសត្វដែលយើងមិនធ្លាប់ឃើញកាលពីមុនមកអញ្ចឹងបាទហ្នឹងអូខេបាទចឹង clip video ទាំង5នេះចប់ហើយអ្នកនរគ្នាមានអារម្មណ៍ថាបន្ទាប់ពីបានទស្សនា clip video ទាំង5នេះរួចបាទចឹងកុំភ្លេចជួយចុច subscribe និងចុច like ម្នាក់មួយដើម្បីទទួលបាន clip video ថ្មីមុនគេបាទចឹងហើយ clip video នេះក៏មានតែប៉ុណ្្នឹងក៏សូមជួយពរបងប្អូនយើងសុខសប្បាយទាំងអស់គ្នាបាទជៀសផុតពីជំងឺរោគគាទាំងអស់បាទចឹងខ្ញុំបាទវរៈបសុបសូសូមអរគុណសូមជម្រាបលាជួបគ្នានៅ clip video ក្រោយទៀតបាទ